លោកត្រាំត្រូវការចិនតែចិនអាចបដិសេធក្នុងវិបត្តិប្រេងពិភពលោកបច្ចុប្បន្នពិភពលោកកំពុងតែជួបប្រទះនូវវិបត្តិថាមពលសកលដែលបណ្ដាលមកពីចំនួននៅមជ្ឈមបូព៌ាជាពិសេសគឺការរំខានទៅដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់លោកប្រធានាធិបតី Donald Trump បានស្នើឲ្យប្រទេសចិនជួយអន្តរាគមន៍នៅក្នុងបញ្ហានេះក៏ប៉ុន្តែមានឧបសគ្គជាច្រើនដែលធ្វើឲ្យចិនមិនងាយនឹងសហការជាមួយនឹងលោក Donald Trump ឡើយការពឹងផ្អែកខុសគ្នាបើទោះបីជាចិនជាអ្នកនាំចូលប្រេងដ៏ធំជាងគេក៏ដោយក៏ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានត្រៀមខ្លួនយ៉ាងល្អតាមរយៈការបង្កើតនូវស្តុកប្រេងបំរុងដ៏មហិមានិងការជំរុញប្រើប្រាស់រថយន្តអគ្គិសនីដែលហៅកាត់ថា EV យ៉ាងខ្លាំងក្លាដែលនេះធ្វើឲ្យចិនមានភាពរឹងមាំជាងមុននៅចំពោះការឡើងថ្លៃប្រេងបើធៀបទៅនឹងប្រទេសអាមេរិកចំពោះលក្ខខណ្ឌនយោបាយលោកត្រាំបានគម្រាមថាអាចនឹងពន្យាពេលដំណើរការទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដោយគ្រោងនឹងធ្វើនៅចុងខែមីនាឆ្នាំ2026ខាងមុខនេះប្រសិនបើចិនមិនជួយការពារនៅសវត្ថិភាពផ្លូវទឹកនៅមជ្ឈមបូព៌ានោះទេចំនួនពាណិជ្ជកម្មរដ្ឋបាលលោកត្រាំនៅតែបន្តដាក់ពន្ធយ៉ាងខ្ពស់ទៅលើទំនិញបច្ចេកវិទ្យានិងបន្ទះសូឡារបស់ចិនដែលជាកត្តាធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងនឹងគ្នានិងពិបាកនៅក្នុងការចរចាទៅលើបញ្ហាថាមពលនេះហេតុអ្វីបានជាចិនស្ទាក់ស្ទើរនៅក្នុងការជួយផលចំណេញភូមិសាស្ត្រនយោបាយចិនយល់ថាវិបត្តិប្រេងនេះអាចធ្វើឲ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តចុះខ្សោយផ្នែកសេដ្ឋកិច្ចខណៈពេលដែលចិនមានថាមពលកកើតឡើងវិញដែលហៅថា renewable energy ជាច្រើនសម្រាប់ជំនួសទំនាក់ទំនងជាមួយអ៊ីរ៉ង់ចិនមានទំនាក់ទំនងល្អជាមួយប្រទេសនាំចេញប្រេងនៅមជ្ឈមបូព៌ាដូចជាអ៊ីរ៉ង់ជាដើមដូច្នេះចិនមិនចង់ចូលជ្រៀតជ្រែកខាងនយោបាយជាមួយសហរដ្ឋអាមេរិកឡើយទី3ការប្រើប្រាស់ជាធ្នូចិនអាចនឹងប្រើប្រាស់នៅបញ្ហាប្រេងនេះដើម្បីបង្ខំឲ្យលោកត្រាំបន្ធូរបន្ថយពន្ធនាំចូលឬការដាក់កម្រិតលើបច្ចេកវិទ្យាជាមុនសិនក៏ប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយលោក Donald Trump កំពុងតែត្រូវការចិនដើម្បីទប់ទល់ទៅនឹងតម្លៃប្រេងក៏ប៉ុន្តែចិនហាក់ដូចជាកំពុងតែស្ថិតនៅក្នុងស្ថានភាពចំណេញជាងហើយនឹងមិនយល់ព្រមជួយដោយងាយៗនោះទេប្រសិនបើគ្មានផលប្រយោជន៍ធំដុំទៅដល់ចិនវិញទេនោះ